8 ថ្ងៃក្រោយការចុះហត្ថលេខាទៅកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុបានតែងតាំងរដ្ឋាភិបាលមួយថ្មីទៀតដឹកនាំដោយលោកប៉ែននុតដដែលហើយដែលសមាជិកមួយចំនួននៃរដ្ឋាភិបាលមុនបានត្រូវដកចេញនៅក្នុងរដ្ឋាភិបាលនាថ្ងៃ1សីហាឆ្នាំ1954នោះគេពុំឃើញមានឈ្មោះលោកញឹកជួយងទេភារកិច្ចខាងការពារប្រទេសដែលនៅក្នុងរដ្ឋាភិបាលលោកប៉ែននុតមុនបានត្រូវប្រគល់ទៅឲ្យលោកញឹកជួយងនិងលោកខឹមទិតបានធ្លាក់ទៅក្នុងការទទួលខុសត្រូវរបស់លោកង៉ៅហ៊ូដែលនៅក្នុងពេលជាមួយគ្នានោះក៏ជារដ្ឋមន្ត្រីទទួលបន្ទុកខាងសុខាភិបាលផងដែររីឯអ្នកអង្គម្ចាស់នរោត្តម ម៉ុងតាណាដែលមានតួនាទីជារដ្ឋមន្ត្រីខាងសុខាភិបាលនិងសង្គមកិច្ចនិងអ្នកអង្គម្ចាស់ស៊ីសវ៉ាត់អេសារ៉ូដែលនៅក្នុងរដ្ឋាភិបាលលោកប៉ែននុតនាថ្ងៃ8មេសាជារដ្ឋមន្ត្រីអប់រំជាតិនិងឃោសនាការក៏បានត្រូវដកចេញដែររីឯលោកសំសារីក៏ពុំឃើញមានឈ្មោះនៅក្នុងរដ្ឋាភិបាលនាថ្ងៃ1សីហាឆ្នាំ1954នោះដែរអ្នកដែលដើរតួនាទីសំខាន់នៅក្នុងរដ្ឋាភិបាលនេះមានជាអាចលោកទេពផនដែលត្រូវទទួលបន្ទុកខាងមហាផ្ទៃផងខាងការបរទេសផងខាងសន្និសីទផងអ្នកអង្គម្ចាស់នរោត្តមវីរិយាទទួលតួនាទីជារដ្ឋលេខាធិការការពារជាតិនិងការពារផ្ទៃប្រទេសដដែលលោកយ៉ែមសម្បូរទទួលបន្ទុកខាងថវិកាពាណិជ្ជកម្មនិងឧស្សាហកម្មលោកពុកធួនយុត្តិធម៌លោកសឹមវ៉ាសាធារណការនិងគមនាគមន៍និងកសិកម្មលោកភោព្រឿងអប់រំជាតិនិងវិចិត្រសិល្បៈលោកអូឈឿនទទួលបន្ទុកខាងសេដ្ឋកិច្ចបន្តមកទៀតនៅក្នុងរដ្ឋាភិបាលនេះក្រៅពីអ្នកអង្គម្ចាស់នរោត្តមវីរិយាគេសង្កេតឃើញមានរដ្ឋលេខាធិការ5ទៀតគឺលោកប៉ៅជួនលោកអេងហ៊ុនលោកទេពយុទ្ធនិងលោកយូឈិននៅក្នុងរយៈពេល5ខែចុងឆ្នាំ1954នោះមានព្រឹត្តិការណ៍6ដែលគួរឲ្យកត់សម្គាល់នៅថ្ងៃ12សីហាគណៈកម្មការចម្រុះត្រួតពិនិត្យព្រំប្រទល់បានមកតាំងទីនៅខេត្តស្វាយរៀង15ថ្ងៃក្រោយមកគឺនៅថ្ងៃ27សីហាទីក្រុង Washington បានបញ្ជូនអ្នកជំនាញការខាងយោធាខាងហិរញ្ញវត្ថុសេដ្ឋកិច្ចនិងខាងវប្បធម៌ជាច្រើនមកទីក្រុងភ្នំពេញដើម្បីមកជួយរៀបចំប្រទេសខ្មែរជំនួសបារាំងសហរដ្ឋអាមេរិកនៅពេលនោះមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចក្រែងប្រទេសកម្ពុជាធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃប្លុកកុម្មុយនីស្ត3ខែក្រោយការចុះហត្ថលេខាទៅកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវគណៈបកប្រជាជនបដិវត្តន៍ខ្មែរដែលគេហៅថា PRPK គឺចលនាអិសរៈខ្មែរដែលមួយផ្នែកបានទទួលការហាត់វឹកវើពីអង្គការវៀតមិញបានត្រូវបែកចែងជា3ក្រុមក្រុមទី1ដែលមានលោកស៊ិនងុកមីងកៅមុនីមីផូរតសមឿននិងប៉ែនសវណ្ណព្រមទាំងយុទ្ធកជនចំនួន 2500 នាក់ផងដែរបានត្រូវបញ្ជូនទៅទីក្រុងហាណូយប្រទេសវៀតណាមក្រោមការត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យអន្តរជាតិក្រុមទី2ដែលមានជាអាចទូសមុទ្រស៊ីវហេងនួនជាសភឹមនៃសារ៉ាន់ជាដើមបាននាំគ្នាកិច្ចទៅបង្កើតចលនាលួចលាក់មួយទៀតនៅលើទឹកដីកម្ពុជាគឺអ្នកទាំងនោះហើយដែលជាស្នូលមុនដំបូងបង្អស់នៃចលនាខ្មែរក្រហមក្រុមទី3ដែលមាននងសួនកៅមាសនិងប៉ែនយុទ្ធជាដើមបាននាំគ្នាបង្កើតបកនយោបាយត្រឹមត្រូវតាមច្បាប់មួយដែលមានឈ្មោះថាគណៈបកប្រជាជនហើយដែលត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតសភានៅពេលខាងមុខគឺការបោះឆ្នោតសភាដែលបានត្រូវកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវហើយដែលទាល់តែមកដល់ខែកញ្ញាឆ្នាំ1955ទើបបានត្រូវរៀបចំសូមបញ្ជាក់ថានៅក្នុងពេលដដែលនោះច
ចលនារួចរាក់ដែលដឹកនាំដោយទូសាមុតស៊ីវហេងនួនជាសភឹមនិងនៃសារ៉ាន់បានបង្កើតគណៈកម្មាធិការចំនួន18គឺ17នៅតាមខេត្តនានាហើយគណៈកម្មាធិការមជ្ឈិមបណ្ដោះអាសន្នមួយដឹកនាំដោយស៊ីវហេងគណៈកម្មាធិការទាំង17ដែលបង្កប់ខ្លួននៅតាមខេត្តតំបន់នានាហើយដែលគេហៅថាគណៈកម្មាធិការជនបទស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ទូសមុទ្រអ្នកដែលធ្វើប្រតិបត្តិការនយោបាយរួចរាក់ទាំងនោះដែលនៅរក្សាឈ្មោះបកប្រជាជនបដិវត្តកម្ពុជាដដែលក៏មានទំនាក់ទំនងជិតស្និទ្ធនឹងគណៈបកប្រជាជនដែរខ្ញុំនឹងលើកបញ្ហានេះមកនិយាយបន្តទៅទៀតនៅពេលក្រោយនៅឆ្នាំ1954ដដែលនោះនៅថ្ងៃ31ដុល្លារលោកនេរុរដ្ឋមន្ត្រីទី1ប្រទេសឥណ្ឌាបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីលើកទឹកចិត្តឲ្យព្រះមហាក្សត្រខ្មែរជ្រើសរើសយកខ្សែបន្ទាត់អព្យាក្រឹតភាពហើយមិនចូលបកសម្ព័ន្ធណាទាំងអស់គឺខ្សែបន្ទាត់នយោបាយដែលប្រចាំប្រទេសគ្មានជំនឿតតែសោះនៅចំពោះមុខឥទ្ធិពលដ៏ខ្លាំងក្លារបស់ប្លុកកុម្មុយនីស្ទនៅពេលនោះទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាគ្មានជំរឿនអ្វីទៀតក្រៅពីនយោបាយអព្យាក្រឹតភាពនេះទេប៉ុន្តែប្រការដែលគួរឲ្យកត់សម្គាល់គឺថានៅពេលនោះចលនាកុម្មុយនីសមានកម្លាំងឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់ជាហេតុធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងរណ្ដៅនៃការទូតរបស់ប្រទេសកុម្មុយនីសទាំងស្រុងទោះបីបច្ចឹមប្រទេសខិតខំខ្នះខ្នែងជួយស្ដារយ៉ាងណាក្តីក៏ជាការឥតប្រយោជន៍ម្យ៉ាងទៀតនៅក្នុងសង្គ្រាមរវាងប្រទេសវៀតណាមកុម្មុយនីសនិងសហរដ្ឋអាមេរិកនៅឥណ្ឌូចិនសហរដ្ឋអាមេរិកក៏ត្រូវទទួលបរាជ័យថែមទៀតនៅពេលក្រោយមកទៀតខ្ញុំនឹងនិយាយរៀបរាប់អំពីដំណាក់កាលប្រវត្តិសាស្ត្រខ្មែរដ៏កំសត់នេះជាបន្តទៅទៀតនៅថ្ងៃប្រហោះក្រោយខ្ញុំនឹងនិយាយអំពីការវិវត្តនៅក្នុងគណៈបកប្រជាធិបតេយ្យនៅឆ្នាំ1955ព្រមទាំងការរៀបចំបង្កើតចលនាសង្គមរាស្ត្រនិយមនិងសកម្មភាពរបស់ចលនាខ្មែរកុម្មុយនីសនិងសកម្មភាពរបស់ចលនាដែលមាននិន្នាការផ្សេងទៀត